បើចង់ខ្លាចជាមនុស្សរឹងមាំត្រូវតែពូកែត្រូវតែខ្លាំងត្រូវតែអត់ធន់ត្រូវតែឈ្នះបញ្ហាឈ្នះឧបសគ្គឈ្នះការលំបាកទាំងឡាយពីព្រោះអ្វីៗទាំងអស់នោះវាមិនបានមកសម្រាប់យើងទេប៉ុន្តែវាមកពង្រឹងឲ្យយើងរឹងមាំខ្លាំងក្លាឡើងវិញមនុស្សមួយចំនួនតែងគិតថាវាជាបញ្ហាដែលមកធ្វើឲ្យយើងទន់ខ្សោយនិងសម្លាប់យើងទៅវិញជាការពិតវាអាចសម្លាប់បានតែសម្បកក្រៅតែនៅពេលដែលយើងកំសាកប៉ុណ្ណោះប៉ុន្តែផ្ទុយទៅវិញវាគឺជាថ្នាំបំប៉នដែលធ្វើឲ្យយើងមានការតាំងចិត្តចង់ក្លាយទៅជាមនុស្សរឹងមាំពិតប្រាកដតើយើងចង់ក្លាយទៅជាមនុស្សរឹងមាំឬក៏ជាមនុស្សទន់ជ្រាយបើយើងចង់ក្លាយទៅជាមនុស្សទន់ជ្រាយយើងមិនចាំបាច់ចេញទៅត្រូវកម្ដៅថ្ងៃទេយើងអាចគេងនៅលើគ្រែគេងនៅលើពូកអាចនៅក្នុងផ្ទះសងំយកសុខស្រួលបើសិនជាយើងចង់ក្លាយទៅជាមនុស្សម្នាក់ដែលមានគោលចំហររឹងប៉ឹងរឹងមាំមានភាពឯករាជ្យក្នុងជីវិតមិនត្រឹមតែជួយខ្លួនឯងថែមទាំងជួយដល់អ្នកដទៃក្រុមគ្រួសារនិងសង្គមជាតិថែមទៀតផងយើងគួរតែធ្វើជាមនុស្សដែលមានទម្លាប់ខ្លួននៅក្នុងការលំបាកគ្រប់បែបយ៉ាងយើងគួរតែចាប់ផ្ដើមធ្វើអ្វីដែលមិនធ្លាប់ធ្វើពីមុនមកយើងគួរតែចាប់ផ្ដើមធ្វើការលំបាកបំបត្តិចោលនៅអ្វីដែលយើងធ្លាប់ស្រួលពីមុនយើងគួរតែទទួលយករសជាតិជីវិតឲ្យបានគ្រប់រសជាតិទាំងរសជាតិជូរល្វីងផ្អែមជាន់យើងកុំស្រមៃឋានជីវិតរបស់យើងទទួលបានតែរសជាតិផ្អែមល្ហែមពីព្រោះយើងមិនអាចទទួលបានរសជាតិផ្អែមល្ហែមអស់មួយជីវិតទេបើយើងទទួលបានរសជាតិផ្អែមល្ហែមមានន័យថាយើងអត់បានស្គាល់នៅរសជាតិជីវិតឡើយជីវិតគឺជាទុក្ខជីវិតគឺជាការភ្លក់ឲ្យបានគ្រប់រសជាតិហើយអាចនិយាយបានថារសជាតិនេះធ្វើឲ្យខ្ញុំដឹងរសជាតិនោះធ្វើឲ្យខ្ញុំដឹងយើងមិនគួររស់នៅបែបជាកូនក្មេងរហូតដែលអាចហូបបានតែស្ករឬរសជាតិផ្អែមទេយើងគួរធ្វើខ្លួនជាមនុស្សដែលអាចបន្ស៊ាំទៅនឹងបញ្ហាពីព្រោះបញ្ហាខ្លះធ្វើឲ្យយើងប្រសើរជាងការដែលយើងរស់នៅក្នុងភាពសនុកសុខស្រួលទៅទៀតពេលខ្លះរសជាតិល្វីងអាចផ្ដល់នូវសុខភាពល្អត្រឹមត្រូវជាងរសជាតិផ្អែមល្ហែមបើរសជាតិផ្អែមច្រើនពេកអាចធ្វើឲ្យខូចសុខភាពធ្វើឲ្យខូចលំពេងឬធ្វើឲ្យមនុស្សខ្ជិលច្រអូសជីវិតកើតមកគឺតែមានទុក្ខចិត្តកើតមកជាអ្នករងនៅទុក្ខចិត្តជាអ្នកប្រឈមនឹងទុក្ខមានទុក្ខវេទនាខ្លះមានសុខវេទនាខ្លះគឺជារឿងរបស់ធម្មជាតិហើយក៏ជារឿងប្រែប្រួលរបស់ចិត្តដែរដូច្នេះយើងត្រូវតែមានទម្លាប់ចេះប្រឈមចេះទទួលយកចំពោះបញ្ហាកុំទម្លាប់មានការបាក់ទឹកចិត្តងាយអាក់អន់ចិត្តងាយទន់ជ្រាយងាយទន់ចិត្តបើយើងមានទម្លាប់រឹងមាំយើងនឹងក្លាយទៅជាមនុស្សរឹងមាំបើយើងមានទម្លាប់ធ្វើឲ្យអារម្មណ៍របស់យើងទន់ជ្រាយយើងនឹងក្លាយទៅជាមនុស្សទន់ជ្រាយទម្លាប់ទន់ជ្រាយកើតឡើងមកពីហេតុផលជាច្រើនដូចជាហេតុផលដែលឪពុកម្ដាយធ្វើឲ្យទន់ជ្រាយហេតុផលពីតូចឬឆ្មាមកឪពុកម្ដាយខ្លះមិនដែលបណ្ដោយកូនឲ្យធ្វើអ្វីមួយសូម្បីតែកិច្ចការងារផ្ទាល់ខ្លួនដោយសារតែការស្រឡាញ់ខ្លាំងពេកនិងភាពតម្រើសរបស់ឪពុកម្ដាយធ្វើឲ្យកូនទន់ជ្រាយយើងឃើញថាមនុស្សខ្លះតើតែឪពុកម្ដាយស្លាប់បាត់ទៅប្រឹងពឹងមាំមួនពីព្រោះអត់មានអ្វីដែលត្រូវអាងតទៅទៀតទេឪពុកម្ដាយដែលមានការស្រឡាញ់កូនខ្លាំងពេកគឺមិនមែនជាគំនិតត្រឹមត្រូវទេពេលខ្លះបំណងរបស់យើងល្អក្នុងភាពជាឪពុកម្ដាយក៏ប៉ុន្តែចិត្តល្អរបស់យើងប្រកបដោយភាពងងខ្លៅស្មើនឹងការសម្លាប់កូនខ្លួនឯងធ្វើឲ្យកូនទន់ជ្រាយអត់មានភាពរឹងមាំកូនចៅរងមាំដោយសារតែការដាក់វិន័យខ្លះដាក់ទណ្ឌកម្មខ្លះត្រូវក្តៅខ្លះត្រូវត្រជាក់ខ្លះបើឲ្យកូនរស់នៅដោយស្រួលកូននោះច្បាស់ជាទន់ជ្រាយឬទន់ខ្សោយជាមិនខាននៅពេលដែលអត់មានឪពុកម្ដាយនៅជាមួយយើងមើលដើមឈើដែលទន់ជ្រាយគឺជាដើមឈើដែលមិនធ្លាប់ត្រូវកម្ដៅប្រៀបដូចជាបញ្ហាការលំបាកនិងជាឧបសគ្គនានា
ប្រសិនបើយើងឲ្យកូនទទួលយកឧបសគ្គខ្លះមានការលំបាកខ្លះមានបញ្ហាខ្លះទៅដោះស្រាយខ្លួនឯងខ្លះកូននោះនឹងក្លាយទៅជាមនុស្សរឹងមាំហើយរឹងមាំម្ដងបន្តិចរហូតដល់អាចឈរដោយខ្លួនឯងបាននៅពេលដែលជួបឧបសគ្គឬជួបបញ្ហាពួកគេអាចដោះស្រាយដោយខ្លួនឯងបានឧទាហរណ៍ដូចកូនឈើមិនដែលត្រូវកម្ដៅព្រះអាទិត្យសោះនៅជ្រកក្រោមម្លប់របស់ដើមឈើមេខ្លួនឯងរហូតថ្ងៃណាមួយបើគេកាប់ដើមឈើមេរបស់វាចេញបាត់ទៅគឺនៅសល់តែកូនឈើម្នាក់ឯងវាមិនអាចរឹងមាំបានគឺអាចស្លាប់ដោយសារកម្ដៅថ្ងៃតែម្ដងដូច្នេះយើងត្រូវបន្សំឲ្យកូនរបស់យើងត្រូវក្តៅខ្លះត្រូវខ្យល់ខ្លះត្រូវភ្លៀងខ្លះទើបជីវិតរបស់កូនយើងមានភាពរឹងមាំកាលណាមនុស្សយើងកើតចេញពីពោះម្ដាយមករស់នៅលើផែនដីនេះគឺត្រូវតែមានបញ្ហានិងឧបសគ្គដែលអាចជៀសមិនរួចយើងមិនអាចទិញបន្ទប់មួយសម្រាប់ការពារសុវត្ថិភាពប្រកបដោយភាពងាយស្រួលរហូតនោះទេនោះយើងត្រូវការទំនាក់ទំនងត្រូវការធ្វើកិច្ចការងារត្រូវការរស់ស៊ីត្រូវការបង្កើតនូវផលប្រយោជន៍ដល់សង្គមប្រសិនបើជាមនុស្សស្ថិតនៅក្នុងទ្រនំដែលកក់ក្ដៅកាលណាបាក់ទ្រនំបាត់សម្បុកទៅច្បាស់ជារកកន្លែងសុខមិនឃើញនឹងត្រូវវេទនាជាមិនខានកុំទម្លាប់មិននិយាយហើយកុំទុកក្នុងចិត្តយើងឃើញថាមនុស្សខ្លះនៅពេលដែលអ្នកដទៃដើរជាមិត្តរួមក្រុមជាមួយគ្នាឬរួមការងារជាមួយគ្នាធ្វើកិច្ចការអ្វីមួយនិយាយស្ដីអ្វីមួយឬបញ្ចេញនូវអារម្មណ៍អ្វីមួយគិតអ្វីមួយធ្វើអ្វីមួយចំពោះពួកគេអត់និយាយស្ដីអ្វីទាំងអស់បើទោះជាវាប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តរបស់ពួកគេក៏ដោយគឺថាពួកគេនៅស្ងៀមមិននិយាយស្ដីអ្វីទាំងអស់ពួកគេមិនត្រឹមតែនៅស្ងៀមមិននិយាយស្ដីទេពួកគេថែមទាំងចាប់ផ្ដើមគុំនៅក្នុងចិត្តលួចអន់ចិត្តលួចខឹងផងគុំក្នុងចិត្តផងហើយបញ្ចេញសកម្មភាពអន់ថយឬក៏អសកម្មទៀតផងដោយពេលខ្លះអ្នកនិយាយនោះមិនដឹងខ្លួនថាខ្លួននិយាយជ្រុលជ្រោះត្រង់ពាក្យសម្ដីឬប្រការណាមួយទៅលើពួកគេទេតែពួកគេជាមនុស្សដែលមានទម្លាប់ស្ងៀមស្ងាត់ដែលជាការស្ងៀមស្ងាត់គុំទុកនៅក្នុងចិត្តរបស់ពួកគេនេះជាទង្វើដ៏គ្រោះថ្នាក់បំផុតក្នុងការរួមការងារជាក្រុមឬសហការជាមួយគ្នាឬសូម្បីតែជាមួយមិត្តភក្តិពិតណាស់ការមិននិយាយស្ដីខ្លះអាចធ្វើឲ្យអ្នកដទៃខ្លាចគេនឹងមិនហ៊ានធ្វើផ្ដេសផ្ដាសឬក៏មុនគេនឹងគេនិយាយស្ដីអ្វីមួយគេគិតពិចារណានិងត្រៀមទុកឲ្យបានត្រឹមត្រូវប៉ុន្តែទម្លាប់មិននិយាយស្ដីហើយទុកតែក្នុងចិត្តមិននិយាយចេញមកក្រៅនេះវាមិនអនុវត្តត្រឹមត្រូវគ្រប់មនុស្សគ្រប់ពេលវេលាគ្រប់កាលៈទេសៈនោះទេរឿងខ្លះយើងត្រូវនិយាយគ្នាក្នុងកិច្ចប្រជុំក្នុងការពិភាក្សាក្នុងការដាក់សំណើក្នុងការនិយាយប្រស្រ័យតាក់ទងគឺយើងត្រូវតែនិយាយគ្នាប្រសិនបើអ្នកដទៃបានបញ្ចេញនៅឥរិយាបថណាដែលឆ្កំឆ្គងមកលើខ្លួនតាមរយៈការនិយាយស្ដីក្ដីតាមរយៈទង្វើក្ដីតាមរយៈអ្វីមួយក្ដីបើយើងទម្លាប់គុំទុកក្នុងចិត្តបែបនេះទំនាក់ទំនងនឹងបែកបាក់ការសាមគ្គីនឹងបែកបាក់ការសហការនឹងត្រូវបានធូររលុងការសហការមិនមានភាពស្អិតរមួតហើយអ្នកដទៃក៏មិនហ៊ាននិយាយស្ដីអ្វីផ្ដេសផ្ដាសឬក៏បញ្ចេញសកម្មភាពអ្វីទាំងអស់សកម្មភាពទាំងនេះហើយដែលជាសកម្មភាពបញ្ជាក់ថាមិនអាចចូលរួមសហការជាមួយគ្នាបន្តទៀតដរាបណាយើងនៅតែជាមនុស្សយើងនៅតែធ្វើខុសដរាបណាយើងបើកចិត្តឲ្យទូលាយការធ្វើខុសទាំងឡាយត្រូវបានពិភាក្សាត្រូវបានលើកហេតុផលមកពន្យល់ការសង្ស័យនៅក្នុងចិត្តគួរតែត្រូវបានសួរនាំថាហេតុអ្វីបានជាអ្នកនិយាយបែបនេះតើហេតុអ្វីបានជាអ្នកធ្វើបែបនេះហេតុអ្វីបានជាអ្នកសម្រេចចិត្តបែបនេះប្រសិនបើគេមានហេតុផលសមរម្យយើងគួរទទួលយកប្រសិនបើគេមានហេតុផលមិនសមរម្យយើងស្វែងរកសំណួរដើម្បីឲ្យគេបញ្យល់យើងបន្ថែមជៀសវាងនៅពេលដែលលើកសំណួរណាមួយមិនសមរម្យមកយើងមិនពេញចិត្តហើយនៅស្ងៀមគុំទុកក្នុងចិត្តគំនិតអវិជ្ជមានទាំងអស់នេះវានឹងបញ្ចេញរូបភាពបញ្ចេញរូបរាងនិងបង្កើតនូវរូបភាពអវិជ្ជមានកាន់តែធំរូបភាពអវិជ្ជមានកាន់តែធំវានឹងបំផ្ទុះ
នៅក្រុមឲ្យបែកបាក់គ្នាមិនអាចនៅសហការជាមួយគ្នាទៀតបានទេទង្វើបែបនេះជាទង្វើមិនគប្បីមិនល្អប្រសើរចំពោះការរួមសហការនិងការទំនាក់ទំនងរវាងគ្នានិងគ្នា